បាទអញ្ចឹងដើម្បីយើងអាចធ្វើការជួលបានបន្ទាប់ពីយើងបង្កើត property បាទ property យើងត្រូវបង្កើតបាទយើងត្រូវបង្កើតបន្ទាប់មកទៀតដើម្បីជួលឬក៏អឺលក់បានគឺយើងត្រូវធ្វើការបង្កើត customer អញ្ចឹងពេលដែលមានការជួលឬក៏អឺការទិញលក់អីផ្សេងៗគឺយើងត្រូវបង្កើត customer អញ្ចឹងយើងបង្កើតមួយមកឧទាហរណ៍ថាយើងរើសយក status មួយណាក៏បានដែរឈ្មោះគឺយើងត្រូវបញ្ចូលទាំងខ្មែរទាំងអង់គ្លេសព្រោះវាត្រូវការយកទៅធ្វើកុងត្រាបាទព័ត៌មានទាំងអស់ហ្នឹងសុទ្ធតែជាសំខាន់ខ្ញុំឧទាហរណ៍ថាសំដារ៉ាបាទអញ្ចឹងខ្ញុំដាក់ជាភាសាអង់គ្លេសសំដារ៉ាបាទយើងត្រូវការ page ហើយថ្ងៃខែឆ្នាំកំណើតអញ្ចឹងបើសិនជាថ្ងៃខែឆ្នាំកំណើតហ្នឹងវាទៅអីពេលខាងក្រោយពេលពីអតីតកាលអញ្ចឹងយើងឧបមាថាឆ្នាំកើជាងដូចខ្ញុំចុចមិញអញ្ចឹងគឺយើងចុចលើខែហ្នឹងមកបន្ទាប់មកយើង scroll ទៅរកឆ្នាំហ្នឹងឧទាហរណ៍ឆ្នាំ98អញ្ចឹងចុចលើ98ខែ1យើងចុចលើខែ1ហើយថ្ងៃទីប្រហែលយើងរើសមកណាឃើញខែ1ឆ្នាំ1998នេះយើងរើសមកអញ្ចឹងឧបមាថាថ្ងៃទី1អូខេបាទបន្ទាប់មកទៀតគឺជាប្រភេទបាទមាន ID card ឬក៏ passport បាទឧទាហរណ៍ថា ID card អញ្ចឹងកន្លែងនេះគេឲ្យយើងវាយបញ្ចូលលេខរបស់ ID card ឬក៏ passport ហ្នឹងឧទាហរណ៍ខ្ញុំយក ID card យើងវាយ ID card មកបាទឧទាហរណ៍អញ្ចឹង issue date ថ្ងៃណា ID card ហ្នឹងឧទាហរណ៍ថាថ្ងៃហ្នឹងចុះ nationality យើងជឿរើសតមកគឺ phone number យើងត្រូវការសំខាន់បាទយើងបញ្ចូលចឹងមក phone ទី2វាជា optional email optional តែ address អត់ optional ទេយើងត្រូវបញ្ចូលទាំងភាសាខ្មែរនិងអង់គ្លេសខ្ញុំឧទាហរណ៍ថាភ្នំពេញប៉ុណ្ណឹងសិនចុះហើយអញ្ចឹងអានេះគឺភ្នំពេញដែរអញ្ចឹងព័ត៌មានទាំងអស់ហ្នឹងគឺវាត្រូវការដើម្បីយកទៅធ្វើជាកុងត្រាទាំង sale ទាំង booking បាទទាំង rental ណាបាទអូខេសុំទោសកន្លែងនេះត្រូវការអញ្ចឹងយើងអាចខ្ញុំនឹងដក optional ចេញ email អូខេត្រូវការដែរខ្ញុំនឹងដក optional ចេញបាទអញ្ចឹងគឺយើងបានជាcustomer ហើយអញ្ចឹងយើងអាចធ្វើការលក់ឬក៏ធ្វើការជួលបានអញ្ចឹងដោយសារតែយើងមាន property ហើយ